ប្រវត្តិទុកងមង្គលបុរីមានជ័យបារមីនិកនសន្តិភាពទុកងព្រះនាមមង្គលបុរីមានជ័យបារមីនិកនសន្តិភាពគឺជាទុកងជើងខ្លាំងមួយរូបរបស់អ្នកខេត្តបន្ទាយមានជ័យដែលធ្លាប់បានសាងកេរ្តិ៍ឈ្មោះជាច្រើនហើយក៏ធ្លាប់បានទទួលនៅចំណាត់ថ្នាក់ជ័យលាភីលេខ1នៅខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងផងដែរបងប្អូនបានដឹងរួចទៅហើយថាអ្នកខេត្តបន្ទាយមានជ័យពូកែថែរក្សាទុកងណាស់ត្បិតថាទុកងមានអាយុច្រើនឆ្នាំយ៉ាងណាក្តីតែនៅតែថែរក្សារូបរាងបានយ៉ាងល្អស្អាតនិងបន្តយកមកលេងរហូតមកដល់បច្ចុប្បន្ននេះតើទុកងព្រះនាមមង្គលបុរីមានជ័យបារមីនិកនសន្តិភាពមានប្រវត្តិបែបណាសូមរីករាយទស្សនាដូចតទៅជំរាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់រាប់អានស្វាគមន៍ការវិលត្រឡប់អំពីការនិទាននៅប្រវត្តិទុកងរដូវកាលទី2ជួបជាមួយខ្ញុំបាទ Admin Clarence បងប្អូនកុំភ្លេចជួយចុច follow ដើម្បីទទួលបាននូវប្រវត្តិទុកងថ្មីៗដែលខ្ញុំនឹងស្រាវជ្រាវធ្វើជូនពុកម៉ែបងប្អូនបន្តទៀតទុកងព្រះនាមមង្គលបុរីមានជ័យបារមីនិកនសន្តិភាពគឺជាទុកដែលស្ថិតនៅវត្តសិនសូនរាមចំណោមហៅវត្តថ្មីឃុំចំណោមស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យវិលត្រឡប់ទៅឆ្នាំ2008ដោយក្រោមការផ្ដួចផ្ដើមពីលោកតាអែមនាងហៅលោកតាកននិងបងអឿនសុភាពបានមូលមតិគ្នាក្នុងការកសាងទុកងមួយគ្រឿងសម្រាប់ស្រុកភូមិដាក់តម្កល់នៅវត្តដើម្បីចូលរួមប្រកួតតាមរដូវកាលនាពិធីបុណ្យថ្នាក់ខេត្តឬក៏ថ្នាក់ជាតិក្រោយពីបានសម្រេចគ្នារួចមកក៏ចាត់តាំងឲ្យលោកតាកននិងបងភាពជាអ្នកទៅស្វែងរកឈើដើម្បីយកមកធ្វើទុកនៅខេត្តឧត្តរមានជ័យក្រោយពីបានយកឈើមកដល់ស្រុកភូមិនៅក្នុងឆ្នាំ2008មកដោយសារតែឈើកគីនេះកាចមានជំនាញថែរក្សាឈើកាចសាហាវបានធ្វើឲ្យអ្នកដែលទៅរកឈើទាំងពីរនាក់មានលោកតាកននិងបងភាពបានធ្លាក់ខ្លួនឈឺក្រោយពេលចេញពីព្រៃមកជាអកុសលធ្វើឲ្យពួកគាត់ទាំងពីរបានស្លាប់ដោយសាររោគគាពីការបាត់បង់ជីវិតរបស់អ្នកទាំងពីរបានធ្វើឲ្យអ្នកស្រុកភូមិមានការសោកស្ដាយចំពោះការបាត់បង់ធនធានមនុស្សដ៏ល្អដែលបានពលីដើម្បីស្រុកភូមិឈើកគីនេះក៏ត្រូវបានទុកចោលមួយរយៈរហូតចូលមកដល់ឆ្នាំ2009ទើបចាប់ផ្ដើមកសាងឲ្យទៅជាទូកតែម្ដងនៅក្នុងពាក់កណ្ដាលឆ្នាំ2009ក្រោយពីបញ្ចប់ការកសាងទុកងនេះរួចទុកងនេះមានប្រវែង30ម៉ែត្រដាក់ចំណុះបាន69នាក់ជាស្នាដៃរបស់ជាងខុនដែលជាជាងនៅក្នុងភូមិឃុំចំណោមស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យហើយទុកងនេះក៏ត្រូវបានប្រសិទ្ធនាមថាមង្គលបុរីមានជ័យបារមីនិកនសន្តិភាពមូលហេតុនៃការដាក់ឈ្មោះទុកងនេះបានមកពីការបញ្ចូលគ្នារវាងឈ្មោះស្រុកមង្គលបុរីជាមួយនឹងខេត្តបន្ទាយមានជ័យបូកជាមួយឈ្មោះអ្នកដែលបានស្លាប់ក្រោយពេលទៅយកឈើចេញពីព្រៃដែលមានឈ្មោះលោកតាកននិងបងភាពក្នុងគោលបំណងដើម្បីតបស្នងក្នុងការពលីជីវិតរបស់ពួកគាត់ក៏បង្កើតបានទៅជាឈ្មោះដ៏ពីរោះមួយគឺមង្គលបុរីមានជ័យបារមីនិកនសន្តិភាពរហូតមកដល់បច្ចុប្បន្ននៅក្នុងឆ្នាំ2010ក៏ជាឆ្នាំដំបូងដែលទុកងនេះបានយកទៅចូលរួមប្រណាំងហើយក៏ទទួលបានផ្លែផ្កាយ៉ាងល្អក៏ប្រសើរដោយចូលរួមប្រណាំងថ្នាក់ខេត្តបន្ទាយមានជ័យទុកងនេះក៏ទទួលបាននៅចំណាត់ថ្នាក់លេខ1ហើយក៏បន្តយកទុកងនេះទៅប្រណាំងនៅខេត្តបាត់ដំបងក៏ទទួលបាននៅចំណាត់ថ្នាក់លេខ1ទៀតអ្នកស្រុកភូមិក៏បានយកទុកងនេះទៅចូលរួមប្រណាំងថ្នាក់ជាតិនៅរាជធានីភ្នំពេញក៏ទទួលបាននៅចំណាត់ថ្នាក់លេខ1ដោយឈ្នះទាំង3ថ្ងៃនៅក្នុងឆ្នាំ2014ទុកងនេះក៏ត្រូវបានទទួលនៅចំណាត់ថ្នាក់លេខ1ម្ដងទៀតនៅក្នុងខេត្តបាត់ដំបងហើយក្រោយមកក៏ទទួលបាននៅចំណាត់ថ្នាក់លេខ2និងលេខ3ប៉ុណ្ណោះចូលមកដល់ឆ្នាំ2022ទុកងនេះក៏សម្រេចឲ្យមានការជួសជុលឡើងវិញដោយគ្រានោះនៅតែថែរក្សាចំណុះ69នាក់ដដែលតែដោយយល់ឃើញថាចំណុះទូកតិចពេកព្រោះសម័យបច្ចុប្បន្នគេលេងចំណុះ70នាក់ឡើងទើបគណៈកម្មការទុកងសម្រេចការជួសជុលទុកងនេះជាថ្មីម្ដងទៀតនៅក្នុងឆ្នាំ2024ក្រោយពីបានការជួសជុលទុកងនេះឡើងវិញរួចរាល់ទុកងនេះមានប្រវែង35ទៅ37ម៉ែត្រដាក់ចំណុះបាន75នាក់ជាស្នាដៃរបស់ជាងខុនដដែលហើយបានយកទុកងនេះទៅចូលរួមប្រកួតនៅខេត្តបាត់ដំបងក៏ទទួលបាននៅចំណាត់ថ្នាក់លេខ3ហើយចំពោះការចូលរួមប្រកួតនៅរាជធានីភ្នំពេញទុកងនេះក៏ត្រូវបានអមតំណាងឲ្យរដ្ឋបាលស្រុកបាណន់បងប្អូនរងចាំមើលថានៅក្នុងឆ្នាំ2025តើទុកងព្រះនាមមង្គលបុរីមានជ័យបារមីនិកនសន្តិភាពនឹងបង្ហាញខ្លួនបានល្អយ៉ាងណានោះសូមរងចាំតាមដានទស្សនាទាំងអស់គ្នាសូមអរគុណពុកម៉ែបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ប្រសិនបើជាមានពាក្យពេចន៍លើសលួសខ្វះខាតដល់ប្រការណាមួយក៏សូមអធិស្ឋានដល់រូបខ្ញុំបាទផងជួបជាមួយខ្ញុំបាទ Admin Clarence នៅវីដេអូបន្តទៀតសូមអរព្រគុណសូមអរគុណសូមជម្រាបលា